កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃបើសិនជាមិនទាន់រឹងមាំបើរឹងមាំហើយប្រៀបធៀបទៅតែពេលដែលយើងរឹងមាំហើយយើងចង់ប្រៀបធៀបអីក៏បានយើងចង់និយាយយ៉ាងម៉េចក៏បានដែរប៉ុន្តែបើយើងមិនទាន់រឹងមាំទេយើងកុំតអាចប្រៀបធៀបយ៉ាងណាយើងត្រូវតែពិនិត្យវិច័យរាល់សកម្មភាពរបស់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីតាមដានការរីកចម្រើនយើងអាចប្រៀបធៀបសកម្មភាពលទ្ធផលនៅថ្ងៃនេះពីម្សិលមិញម្សិលមួយថ្ងៃនិងថ្ងៃទៅក្រោយឬក៏ថ្ងៃទៅមុខដើម្បីតាមដានថាតើយើងបំពេញភារកិច្ចឬក៏បេសកកម្មបានត្រឹមត្រូវហើយឬនៅមានចំណុចខ្វះខាតខ្ជិលច្អូសល្ងងខ្លៅប្រឡោះប្រហោងកន្លែងណាដើម្បីអភិវឌ្ឍជាបន្តបន្ទាប់មានការរីកចម្រើនហើយក្នុងនោះផងដែរក៏កុំខ្លាចទទួលស្គាល់នៅកំហុសឬក៏ភាពខ្សោយរបស់ខ្លួនបើសិនជាមនុស្សយើងមិនទទួលស្គាល់កន្លែងហ្នឹងទេអន់នៅតែអន់ហើយរឹតតែអន់យើងទទួលស្គាល់ទៅជាការលុបដោះខាត់និងបំពេញចំណុចខ្វះខាតដើម្បីឲ្យខ្លួននេះកាន់តែប្រសើរឡើងសម្ដៅរកលទ្ធផលថ្មីតាមអ្វីដែលខ្លួនប្រាថ្នាចង់បាន